số tới nào thế càng đi nhung là càng chỉ vìចំណុចតាក់ទង permission នៅក្នុង language manager ចឹង language manager permission ចែកចេញជា3ទីតាំងសំខាន់មួយសម្រាប់ user ទី2សម្រាប់ group ទី3សម្រាប់ other មានអ្នកផ្សេងមកពីខាង system ចឹងនេះយើងធ្វើ permission នេះ permission ចាប់ពីនេះមកនេះគឺតំណាងឲ្យផ្សេងទេចឹងឃើញ permission 3នេះតំណាងឲ្យ you និង user និង3បន្ទាប់ទៀតមកគឺ group 3បន្ទាប់ទៀតមកគឺ other មានអ្នកផ្សេងចឹង role នេះមានថា user ឬក៏ owner អ្នកបង្កើត file ហ្នឹងគឺមានឈ្មោះគាត់ទេចឹងហ្នឹងគឺតំណាងឲ្យ user នេះគឺមានតំណាងឲ្យ group សារពីរឈ្មោះដូចគ្នានេះបកគ្រប់យើងឈ្មោះឲ្យផ្សេងកន្លែងនេះគឺដូរហើយ other មានអ្នកផ្សេងអ្នកដទៃមាននៅក្នុង system របស់យើងទេនេះចឹងយើងអាច allow មួយនេះយើងឃើញ permission 3នេះ user 3នេះ group និង3 other ជា permission នេះគឺពេញទាំងអស់ហើយ D នេះយើងអាចមើលក្នុងនេះបាន D នេះតំណាងឲ្យ directory សម្រាប់ដកនេះ file ហើយ C នេះជា character divide file ទេខ្ញុំទៅដល់ដែរ B គឺ block divide file A មាន local socket file P មានថា name pip នេះខ្ញុំមិនដឹងអីគេដែរ L មាន link មាន symbolic link យើងដឹង link ក្នុងថ្ងៃនេះមាន2 hard link និង soft link ចឹងយើងឃើញថ្ងៃនេះ D មានតំណាងឲ្យទៅញ៉ាំដូរសម្រាប់ file ទេយើងបានដឹងនៅលើនេះចឹង permission សំខាន់គឺមានតែ3ទេ read write ហើយនិង execute read មិនក៏អាចបើកហើយនឹង read file បាន write មិនក៏អាចបើកនេះគាត់អាច write ឬក៏ remove file បាន execute មិនក៏អាច run program បានដូចជា program .exe ឬក៏ .dat.bit ទៅបើគាត់មាន permission execute ទេគាត់មាន permission write ក៏ដែរគាត់អាច run បានគាត់ធ្វើចូល write យកកាយយកអីគាត់អាច execute បានចឹងនេះយើង permission shortcut key ពីកាត់ទៅវា O មានឆ្មាំង read W write ពេញមាន execute នេះដកនេះមានតែ automation ទេចឹង permission វាក៏ចែកជាធំពីរដែរវាមានជាលេខនិងជាអក្សរចឹងនេះ absolute mode ឬក៏ numeric mode ជាលេខយើងឃើញមានលេខ0ដល់លេខ7ដែលជាលេខ0គឺ automation អញ្ចឹង permission នេះគឺដកទាំង3ទី1 execute យើងឃើញមានតែ3ទី2 write យើងឃើញមាន W ដល់ពេលលេខ3គាត់បានទាំង execute ហើយបានទាំង write ទៀតយើងឃើញ WX ទី4ក៏បាន read ទេអញ្ចឹងយើងឃើញមាន read មួយទី5ក៏បាន read និង execute ចឹងឃើញ read execute ទី6 read write នេះ read write ទី7មែនក៏បានទាំង3ទេ read និង write និង execute ចឹងឃើញ3ពេញចឹងយើងឃើញនេះបើយើងមាន2នេះទេដែល permission ពេញនិយាយឲ្យដូចពេញទេចឹងបើយើងចង់កែមួយនេះឬក៏មួយនេះ my file មួយទៅជាពេញលើដែរយើងអាចប្រើ command change mode នេះឃើញយើងចង់ដាក់ permission គាត់ទាំង3ទីដែលជួយដូចលើនេះយើងដាក់7 3ដើមខ្ញុំសូមដាក់7 3ដើមដាក់ my file មួយ enter អឡើងវិញនេះឃើញ my file មួយ permission គាត់ពេញដូចលើអញ្ចឹងចឹងលេខ7គឺពេញហើយចុះខ្ញុំចង់ដក permission គាត់វិញប្រើ change mode ដល់0 my file មួយដកឡើងវិញយើងឃើញ my file មួយរបស់យើងពីមុនគឺពេញឥឡូវគឺ
permission នេះមាននិយាយដល់ចូលទាំងអស់ទាំង user ទាំង group other អីគឺអាចធ្វើឲ្យបាន access បានតែខ្ញុំអត់ access បានដោយសារខ្ញុំ root super user តែ user ផ្សេងអត់បានទេដូចគាត់ទោះបីគាត់តែបង្កើតក៏ដែរគាត់ចូលបានថាយើង root យើងដក permission គាត់ចោល root ដូច mail ចឹងគាត់ធ្វើក៏បានលេខ2មិនលេខ1យើងនិយាយពីលេខ2និយាយពីអក្សរ permission ដែរតែយើងប្រើអក្សរយើងដឹងហើយ u នេះវាការ user ឬ owner g group o other បើ a ទាំងអស់វាជាចាំកំណត់ទាំង3ដូចគ្នាចឹងនេះយើងប្រើ channel mode ដូចគ្នា o នេះមានថា other u យើងប្រើ ug មាន user និង group បុក x មានថា permission execute ទៅគាត់ u ដក o មានថា user ទៅគាត់ដក permission ឬគាត់ព្រោះញ៉ាំដកបូកមានបន្ថែមញ៉ាំដកមានដក permission គាត់ចេញចឹងយើងចង់ check មកឥឡូវនេះគឺ check my file មួយហ្នឹងខ្ញុំ check user ខ្ញុំសុំដូរ permission គាត់ទៅជា read write execute my file មួយឥឡូវជាគឺ my file មួយគាត់នៅ user គាត់គឺ write execute ទេតែហៅហ្នឹងយើងបានដូរទៅគឺវាដែរនេះយើងនិយាយពីការ channel channel group អញ្ចឹងធម្មតាយើង check mode អានេះវាព័ន្ធមួយ chain ownerឬ chain group ដូចយើងចង់ chain owner ទៅឲ្យអ្នកផ្សេង chain group ដាក់ឈ្មោះឲ្យ group ផ្សេងទៅយើងប្រើនេះប្រើ chain owner chain group យើងអាចប្រើនេះ chain group chain owner จะអាចតែខ្ញុំមិនបានខ្ញុំសុំតែទេសារ user ខ្ញុំ root ខ្ញុំអត់មាន user ផ្សេងតែមើលទេហើយមើល comment ហ្នឹងបាននេះខ្ញុំសូមនិយាយពី sticker bit purpose សំខាន់វាយើងប្រើនៅលើ folder ឯងយើងប្រើគោលបំណងមួយដើម្បីកុំឲ្យអ្នកផ្សេងធ្វើការលុប folder របស់យើងដូចជាយើងធ្វើការ share folder ក្នុង company របស់យើងឬក៏ team របស់យើងតែយើងយកឲ្យ permission គាត់ពេញតែគាត់យកឲ្យគាត់លុបទេតែគាត់មានសិទ្ធិលុបវិញយើងប្រើ sticker bit បើយើងប្រើធម្មតាមែនគាត់អាចលុបបានតែថាគាត់មាន permission execute ឬក៏ permission write យើងក៏អាចលុបបាននេះអញ្ចឹងបើសិនជា sticker bit បើកលើ folder ហ្នឹងគឺលុបបានតាចាស់ឯងដែលបង្កើត folder ឬក៏ file ក៏directory ហ្នឹងបើអ្នកផ្សេងអត់ឡាយលុបទេទោះបីគាត់ permission គាត់ដាក់លេខ7មានពេញក៏ដោយក៏គាត់អាចលុបបានដែរចឹងនេះ channel របស់ខ្ញុំតែមើលហើយលេខ1ពីមុខមាន sticker bit ឬក៏យើងដាក់បុកទីបុកតែសំគីចឹងឃើញមកយើងអត់ទាន់បើក sticker bit ធម្មតានេះបើក sticker bit ចេញអក្សរ T ធំចឹងខ្ញុំសូមបើក sticker bit មកខ្ញុំប្រើលេខយើងបុក T បើក sticker bit បើកលើ file ណាហើយខ្ញុំសូមបើក media មួយនេះអញ្ចឹងយើងឃើញនេះ media មួយរបស់យើងបញ្ចេញឲ្យ T នេះមកវាអាចមាន T ទូច T ធំតែទៅ sticker bit នេះគ្នានេះអញ្ចឹងមិនថាអ្នកមែននេះ owner ពីមុខនេះបើមែនគាត់មានទៅ permission ពេញចឹងក៏ដោយគាត់អាចលុបបានទេគឺថាម្ចាស់គាត់បង្កើតគាត់អាចលុបបានតែខ្ញុំ root ខ្ញុំអាចលុបបានខ្ញុំសូមមើលmy dear
thì chẳng khơi nhom lột bát bác sĩ cho biết rồi nhom lột bát này ra nhom super user nhom đội mê này mê chẳng thấy các bạn này chắc là bên top như vậy vì Yuma cùng đó vào biết cứ như cầm nạt bè permission có default permission nhưng đó bây giờ một cái file còn được chỉ cái máy tên ở chứ khơi máy tên nào máy tên này permission nó có từ user ban read write cả với nó ban read chứ nhau một trong bàn chẳng thì sao mà dùng bậc cả chắc mình dùng thử trang mode quạt trang mode permission đến từ MC chắc dùng một trong đấy trong cầm đặt default này bậc cả phải làm máu user còn permission có ban rewrite shoot group có rewrite shoot hay là other có rewrite shoot này mình dùng share folder cái đẹp sẽ có ai sai bàn được chắc mà dương ra dương trang dùng mà trang default thếគឺបកកាលមកនេះអត់ពេញ permission អញ្ចឹងយើងត្រូវដូរមួយ view ហើយប្រើ view មកបាទអញ្ចឹងយើងអាចមើល view មក permission បានដូច0គឺ read write shoot ដូចលើយើងអញ្ចឹងដូចលេខ7របស់យើងនេះ read write shoot អញ្ចឹង view មកវាបញ្ជាក់ពី permission លើវាបញ្ជាក់ពី change mode អញ្ចឹងនេះយើងមើលទៅវាបញ្ជាក់គ្នាទៅវិញមកខ្ញុំសុំតេស្តមកទៅនេះដើម្បីប្រើ Yuma អាតារបស់ Yuma គឺវាផាន Yuma ពីយើងនេះតិចសូមពីមុខនេះ stick bit អញ្ចឹងអានេះខ្ញុំទៅចេះមើលអក្សរណាចង់មើលជាពីអត់ចេះមើលលេខមើលអក្សរនេះថាវាចាស់ចឹងឃើញលេខ user បាននេះ I should group read should other និង read issue ចឹងខ្ញុំសុំដូរ default សូមបែបដើមមានណាគេក៏មានទឹក read issue ដែរខ្ញុំថាហើយខ្ញុំបង្កើតកម្មវិធីម្ដងបាទតែខ្ញុំបើកអត់មើលនេះគឺម៉ែតេស្តពេលខ្ញុំដូរទៅសូមបែបដើមមានក៏បង្កើតមកភ្លាមគឺ permission គាត់គឺពេញទាំងអស់មកវាដូចឲ្យយើងបង្កើតម៉ែតេស្តនេះ permission ក៏អត់ពេញទេជាងย้ายបង្កើតទៅទៀតបានដើម្បីដឹងថាវាបង្កើតទៅវាពេញរហូតដល់អញ្ចឹងគឺ permission វាបង្កើត10 20នេះក៏ដោយក៏ permission ពេញឯសារយើងកំណត់ default តាម Yuma ខ្ញុំយើងចង់ដូរយើងអាចដូរបានយើងអាចដាក់ default ទាំងអស់តែយើងអត់ permission ទេឲ្យបង្កើតតែពីអញ្ចឹងគឺតែពីយើងអត់ permission ទេតែយើងដូរ Yuma មកយើងដូរ default permission ទេយើងអាចប្រើ change mode ធម្មតា change mode ដាក់បែប7លើ my តែពីចឹងអាចដូរទៅ full ធម្មតាចឹង Yuma ខ្ញុំប្រើដើម្បីកំណត់ default permission ហើយយើងបង្កើត permission មកចង់បាន file ទៅនេះ permission មិនយើងប្រើ Yuma ដើម្បីកំណត់ចឹងវីដេអូរបស់យើងមានប៉ុណ្្នឹងទេខ្ញុំសូមបញ្ចប់ត្រឹម